រឿងពន្លឺនៃក្តីល្អនៅក្នុងភូមិដាច់ស្រយាលមួយមានយុវជនម្នាក់ឈ្មោះសុខាគឺជាមនុស្សឆ្លាតនិងមានមហិច្ឆតាខ្ពស់គេតែងតែគិតថាសេចក្តីសុខពិតប្រាកដគឺបានមកពីការមានបាននិងអំណាចបន្ទាប់ពីបញ្ចប់ការសិក្សាសុខាបានចាកចេញពីភូមិកំណើតទៅទីក្រុងដើម្បីស្វែងរកមាសប្រាក់និងកិត្តិយស10 ឆ្នាំកន្លងផុតទៅសុខាបានក្លាយទៅជាអ្នកជំនួញម្នាក់ដ៏ជោគជ័យគេមានវីឡាស្គីមស្កាយមានឡានទំនើបនិងមានមនុស្សចោមរោមសរសើរមិនដាច់ពីមាត់ក៏ប៉ុន្តែចម្លែកត្រង់ថារាល់ពេលដែលគេត្រឡប់មកផ្ទះវិញសុខាតែងមានអារម្មណ៍ថាទទេស្អាតនៅក្នុងចិត្តគេមានអ្វីគ្រប់យ៉ាងតែគេហាក់ដូចជាបាត់បង់អ្វីម្យ៉ាងដែលសំខាន់បំផុតសុខាបានបើកឡានទៅកាន់ខេត្តមួយដ៏ឆ្ងាយជាអកុសលឡានរបស់គេបានខូចនៅកណ្ដាលផ្លូវក្នុងតំបន់ភ្នំដែលគ្មានសេវាទូរស័ព្ទនិងគ្មានផ្ទះមនុស្សមេឃចាប់ផ្ដើមងងឹតហើយភ្លៀងក៏ចាប់ផ្ដើមធ្លាក់ខ្លាំងសុខាត្រូវដើរទាំងទៅទឹកជោករហូតបានឃើញពន្លឺភ្លើងតូចមួយចេញពីខ្ទមជរាមួយនៅជើងភ្នំម្ចាស់ខ្ទមនោះគឺជាបុរសចំណាស់ម្នាក់ឈ្មោះតាពៅទោះបីជាផ្ទះរបស់គាត់ចាស់និងតូចចង្អៀតប៉ុន្តែគាត់បានស្វាគមន៍សុខាយ៉ាងកក់ក្ដៅតាពៅបានចែករំលែកបបរមួយចាននិងភួយចាស់មួយដល់សុខាសម្លឹងមើលជុំវិញផ្ទះរួចសួរដោយងឿងឆ្ងល់ថាលោកតាហេតុអ្វីបានជាលោកតាអាចរស់នៅទីនេះបានដោយសប្បាយចិត្តបានលោកតាមិនមានសំបីតែភ្លើងអគ្គិសនីឬរបស់ទំនើបប្រើប្រាស់ផងតាពៅញញឹមរួចតបវិញយ៉ាងស្រទន់ថាក្មួយអើយសេចក្តីសុខវាមិនមែនស្ថិតនៅលើអ្វីដែលយើងមាននោះទេប៉ុន្តែវាស្ថិតនៅលើអ្វីដែលយើងផ្ដល់ឲ្យនិងការស្របខ្យល់ទៅវិញនោះទេតាពៅបានអុជទៀនមួយដើមរួចដាក់វានៅកណ្ដាលតុគាត់បានបញ្យល់សុខាថាទៀនត្រូវឆេះខ្លួនឯងដើម្បីផ្ដល់ពន្លឺទៀនត្រូវស៊ូទ្រាំនឹងកម្ដៅនិងរលាយខ្លួនបន្តិចម្ដងជីវិតមនុស្សក៏ដូច្នោះដែរបើយើងចង់ធ្វើរឿងល្អយើងត្រូវមានការលះបង់បើយើងយកទៀនដែលកំពុងឆេះទៅអុជបន្តឲ្យទៀន100ដើមទៀតពន្លឺក្នុងបន្ទប់នឹងកាន់តែភ្លឺខ្លាំងប៉ុន្តែទៀនដើមដំបូងវាមិនបានថយចុះពន្លឺរបស់វានោះឡើយតាពៅសម្លឹងភ្នែកសុខារួចពោលថាក្មួយមានទ្រព្យសម្បត្តិដូចជាពន្លឺភ្លើងប៉ុន្តែក្មួយទុកវាសម្រាប់តែបំភ្លឺខ្លួនឯងមនុស្សជុំវិញខ្លួនក្មួយនៅតែងងឹតសូម្បីតែចិត្តក្មួយក៏ងងឹតដែរនោះហើយគឺជាមូលហេតុដែលក្មួយមានអារម្មណ៍ថាទទេស្អាតពាក្យសម្ដីរបស់តាពៅបានធ្វើឲ្យសុខានឹកឃើញដល់អតីតកាលគេនឹកឃើញកាលពីគេនៅក្មេងដែលធ្លាប់ជួយមិត្តភ័ក្តិធ្លាប់ចែករំលែកអាហារឲ្យអ្នកជិតខាងគ្រានោះគេមានប្រាក់សំបីតែ1រៀលតែគេមានភាពសប្បាយរីករាយពេញបេះដូងសុខាបានសម្រេចចិត្តថាចាប់ពីថ្ងៃនេះតទៅគេនឹងមិនរស់នៅដើម្បីតែខ្លួនឯងទៀតនោះទេគេនឹងប្រើប្រាស់ធនធានដែលគេមានដើម្បីជាប្រយោជន៍ដល់សង្គម